បងបើសិនជា laptop ខ្ញុំអត់មាន Microsoft Office ទេអាចប្រើ Word Excel ឬក៏ PowerPoint បានអត់បើបានមានតែចម្លែកបងបើសិនជា laptop ខ្ញុំអត់មាន Microsoft Office អាចប្រើ Word Excel ឬក៏ PowerPoint បានអត់បានតាអញ្ចឹងគេធ្វើមកចឹងបងជាដំបូងបងប្អូនចូលមកកាន់ Microsoft ហេតុមកបន្ទាប់មកយើងវាយពាក្យថា word.new printer ចឹងនៅពេលដែលបងប្អូនបើកមកដំបូងបើសិនជាក្នុងករណីបងប្អូនអត់ទាន់មាន account ទេបងប្អូនត្រូវបង្កើត account sign in មួយដើម្បីប្រើប្រាស់ Word Excel PowerPoint បានអញ្ចឹងនៅពេលដែលយើង sign in នឹង account ចូលហើយយើងបើកមកលើក្រោយវាឡើងទីអញ្ចឹងបើកម្ដងទៀត Word.new បាទតែប៉ុណ្្នឹងមកយើងអាចវាយអត្ថបទបានកែអត្ថបទនេះបានអញ្ចឹងចូលទៅ Excel វាយ Excel.new PowerPoint.new បាទប៉ុណ្ណឹងជាការស្រេចអញ្ចឹងទាំងនេះគឺជាកលឹះសំខាន់សម្រាប់បងប្អូននៅពេលដែលទិញកុំព្យូទ័រថ្មីមកបើសិនជាបងប្អូនមានការចាំបាច់សម្រាប់ប្រើប្រាស់ Office យើងអាចប្រើប្រាស់តាមវិធីនេះបានមិនដែរបើធ្វើបានមានតែចម្លែក